សំឡដែលពិបាកសម្រាប់ខ្ញុំបំផុតគឺស្លកកូរត្រីក្រហមថ្ងៃនឹងគ្រឿងកិនហើយប្រហុកក៏កិនជាមួយគ្នានឹងដែរចាក់គ្រឿងចូលកូរវាឲ្យពុះមកហើយចាក់សាច់ត្រីចូលទៅនាំរឿងនេសាអីនេសាត្រីវាតន់អញ្ចឹងទៅយើងថ្នមដូចកូនងាថ្នមដូចកូនង៉ែតអញ្ចឹងបន្ទាប់ពីនោះមកយើងថែមប្រេងខ្យងចូលទៅព្រមទាំងប៊ីចេងផងដែរដាក់តិចបានហើយបន្ថែមជាមួយនឹងទឹកត្រីតាមចំណង់ចំណូលចិត្តកូរគ្រឿងរបស់យើងជាមួយត្រីនឹងឲ្យចូលគ្នាសព្វល្អតែដូចនិយាយអញ្ចឹងវាពិបាកត្រង់ថាកូរថ្នមកូរតិចនឹងឯងហើយយើងមិនដៃជើងរៀងធ្ងន់ដែរដើម្បីកុំឲ្យត្រីយើងបែកគឺយើងដួសត្រីទុកសិននេះជាវិធីដែលខ្ញុំស្លកុំឲ្យបែកត្រីបន្ទាប់មកខ្ញុំដាក់ល្ពៅចូលទៅដោយសារជាវាជាបន្លែដែលរឹងជាងគេហើយយើងកូរត្រឡប់ហើយចាក់ទឹកបន្ថែមបន្តិចដើម្បីឲ្យពៅរបស់យើងទន់នៅពេលដែលវាទន់ហើយទើបយើងចាក់បន្លែផ្សេងមានល្ហុងមានសណ្តែកគួរមានត្រប់និយាយទៅបងប្អូនចូលចិត្តអីដាក់នឹងទៅកុំឲ្យតែដាក់ទឹកសក់អីចូលទៅបានហើយផ្លិចឲ្យសោះម្ទេសរបស់យើងគឺត្រូវតែមានគ្រប់មុខម្ហូបនៅពេលដែលយើងកូរជាមួយគ្រឿងសព្វអស់ហើយយើងចាក់ទឹកបន្ថែមទៅតាមចំនួនដែលយើងចង់បានសម្លកកូរមិនបាច់ឲ្យវារាវពេកទេអត់ឆ្ងាញ់ទេបន្ទាប់មកយើងយកត្រីរបស់យើងចាក់ចូលវិញហើយយើងកូរថ្នមដើម្បីកុំឲ្យត្រីយើងបែកហើយតែប៉ុណ្្នឹងមកគឺបានហើយយើងទុកចាំឲ្យសម្លរបស់យើងពុះគឺរួចរាល់តែម្ដងនិយាយមែនបងប្អូនហើយស្លកកូរសម្រាប់ខ្ញុំគឺស្លកកូរត្រីក្រហមនឹងពិបាកបំផុតហើយដោយសារតែវាទន់វាងាយនឹងបែកមែនទែនបន្ទាប់ពីសម្លរបស់យើងបានពុះហើយយើងត្រូវតែបន្ថែមបន្លែស្លឹករបស់យើងចូលទៅថ្ងៃហ្នឹងខ្ញុំមានតែផ្ទីតែមួយមុខទេដាក់ផ្ទីក៏បានដាក់ម្រុំក៏បានដាក់ស្លឹកបាសក៏បានគឺឆ្ងាញ់ដូចគ្នាស្លឹកម្រះក៏បានដែរសម្រាប់បងប្អូនចូលចិត្តល្វីងតិចហើយឥឡូវយើងបន្ថែមជាមួយនឹងអង្ករលីងនេះបងប្អូនឈ្ងុយអីនេះភាយហ្មងអាពេលដែលយើងដាក់អង្ករលីងចូលទៅនិយាយពីថាពីឈ្ងុយហើយសម្រាប់ខ្ញុំវិញខ្ញុំចូលចិត្តដាក់ច្រើនមិនមែនខ្ញុំចូលចិត្តទេបងរេគាត់ថាស្លកកូរបើមិនដាក់អង្ករលីងឲ្យច្រើនក៏មិនហៅស្លកកូរទេចឹងខ្ញុំដាក់ឲ្យសមចិត្តគាត់ប្រាថ្នាហ្មងដាក់ឲ្យឈ្ងុយពេញនឹងហើយបងប្រហុកដែរណាបងប្អូនតែគ្រាន់តែថាប្រហុករបស់ខ្ញុំនឹងខ្ញុំកិនជាមួយគ្រឿងហើយថ្ងៃនឹងអាចបានបុកគ្រឿងកិនគ្រឿងនេះឈ្ងុយឯងបងប្អូននេះយកចានមកដួសម្នាក់មួយចានទៅបងប្អូនអើយនិយាយពីថាបជាឃើញទេត្រីរបស់យើងនៅមូលស្អាតមែនតើណាឥឡូវសឡរបស់យើងបានឆ្អិនហើយឥឡូវខ្ញុំកំពុងតែដួសដាក់ចានហើយកំពុងយកទៅញ៉ាំហើយចាខ្ញុំមិនដឹងប្រាប់បងប្អូនថាឆ្ងាញ់មិនឆ្ងាញ់មិនទេឥឡូវមើលខ្ញុំញ៉ាំទាំងអស់គ្នាតោះជើញភាសាបាយជាមួយខ្ញុំទាំងអស់គ្នាបងប្អូន